សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើសាយ៉បង្ហាញជូនអ្នកទាំងអស់គ្នាមើលហើយសាយ៉នេះគឺខ្ញុំអត់មូចេញជារាងស្អាតដូចសាយ៉ទូទៅទេគឺខ្ញុំមូហើយខ្ញុំកាត់កង់ខ្លីៗដូចបង្ហាញអញ្ចឹងដំបូងនេះខ្ញុំមានត្រាវធំចំនួន2ហើយការ៉ុត3មើមហើយនឹងប៉ែកគក់1ហើយខ្ញុំមានខ្ទឹមបារាំង2មើមហើយនឹងខ្ទឹមសដូចខ្ញុំបង្ហាញនេះសម្រាប់សាយ៉នេះគឺខ្ញុំអត់បានថ្លឹងឬក៏ដាក់គ្រឿងក្រៅប្រាប់រូបមន្តអីទេដោយសារតែធ្វើបញ្ញាប់បញ្ញាប់ហើយណាមួយធ្វើអត់បានវល់ទេគឺស្មានយោអញ្ចឹងណាជាដំបូងនេះគឺខ្ញុំយកខ្ទឹមសជាមួយនឹងខ្ទឹមបារាំងដាក់កិនជាមួយគ្នាអ្នកទាំងអស់គ្នាអត់មានស្អីកិនយើងអាចកាត់វាទូចៗក៏បានដែរសម្រាប់ការកិនគឺកិនមកល្មមមិនបាច់បត់ពេកក៏បានដែរនេះរួចរាល់ហើយខ្ញុំយកវាទុកមួយឡែកសិនបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមយកត្រាវមកឈូសត្រាវនេះគឺខ្ញុំប្រើចំនួន2នឹងរៀងច្រើនដែរអ្នកទាំងអស់គ្នាព្រោះអីសាយ៉លើកនេះគឺខ្ញុំធ្វើរៀងច្រើនហើយដើម្បីធ្វើទុកក្នុងទូកកពេលយើងចង់ញ៉ាំគឺមានស្រាប់ហើយបន្ទាប់មកទៀតខ្ញុំឈូសការ៉ុតហើយនឹងប៉ែកគក់ធ្វើសាយ៉ពេលយើងដាក់ប៉ែកគក់ទៅធ្វើឲ្យសាច់សាយ៉យើងផ្អែមហើយសាយ៉យើងឡើងទន់ទៀតចំពោះការ៉ុតគ្រាន់តែដាក់ឲ្យវាឡើងពណ៌ឲ្យឃើញពណ៌ច្បល់ទៅវាឃើញរាងស្អាតបន្ទាប់ពីឈូសត្រាវប៉ែកគក់ហើយនឹងការ៉ុតរួចរាល់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមចាក់ចូលទៅក្នុងចានដែកមួយហើយបន្ទាប់មកខ្ញុំដាក់សាច់ចិញ្ច្រាំចូលចំពោះសាច់ចិញ្ច្រាំនេះបើអ្នកទាំងអស់គ្នាចូលចិត្តច្រើនដាក់ច្រើនទៅបើចូលចិត្តតិចដាក់តិចបានហើយបន្ទាប់មកខ្ញុំយកខ្ទឹមសហើយនឹងខ្ទឹមបារាំងដែលកិនរួចនឹងមកចាក់ចូលជាមួយគ្នាហើយបន្ថែមអំបិលស្ករម្សៅស៊ុបមាន់ហើយនឹងប៊ីចេងនិងបន្ថែមម្រេចបន្តិចបន្ទាប់មកទៀតខ្ញុំប្រើម្សៅឆាបន្តិចចូលទៅក្នុងនឹងហើយគោះពងមាន់2ដាក់ចូលទៅក្នុងនឹងផងដែរគ្រឿងផ្សំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបន្ទាប់មកយើងច្របល់ចូលគ្នាឲ្យសព្វល្អទៅយើងអាចយកវាទៅខ្ចប់បានហើយប៉ុន្តែមុននឹងយកវាទៅខ្ចប់អ្នកទាំងអស់គ្នាគួរតែយកវាបន្តិចយកទៅចៀនឬមួយក៏ដាក់អាំងដើម្បីភ្លក់មើលរសជាតិថារសជាតិហ្នឹងគឺយើងល្មមឆ្ងាញ់ហើយនៅបើសិនជាយើងភ្លក់ទៅស្ទើររសជាតិអីចឹងយើងបន្ថែមរសជាតិនឹងបន្តិចទៅព្រោះអីការធ្វើខុសៗគ្នាអ្នកខ្លះចូលចិត្តផ្អែមទៅអ្នកខ្លះចូលចិត្តរាងប្រៃដិតទៅអញ្ចឹងហើយរសជាតិគឺអាស្រ័យលើយើងអ្នកធ្វើទេសម្រាប់សាយ៉នេះគឺខ្ញុំតែងតែធ្វើទុកពេលដែលមាន party អីគឺខ្ញុំដកចេញពីទូកកហើយខ្ញុំបំពងឲ្យភ្ញៀវដែលមកលេងផ្ទះខ្ញុំញ៉ាំអញ្ចឹងណាពួកគាត់តែងសរសើរថាសាយ៉នឹងឆ្ងាញ់ធ្វើសាយ៉ឲ្យតលាយគ្រឿងត្រូវគឺឆ្ងាញ់មែនអ្នកទាំងអស់គ្នាជាពិសេសគឺដាក់ត្រាវឲ្យច្រើនគឺកាន់តែឆ្ងាញ់សម្រាប់សបកសាយ៉ភាគច្រើនខ្ញុំយកម៉ាកពណ៌ក្រហមនេះគឺបំពងមកស្រួយហើយសបកវារាងក្រាស់ឆ្ងាញ់ណាពេលមូលសាយ៉គឺខ្ញុំតែងតែយកសបកសាយ៉ដែលយកប្រទេសរាងធំណាព្រោះអីមូលទៅវាបានវែងហើយវាបានច្រើនជាន់ពេលដែលយើងមូលសាយ៉បានច្រើនជាន់ពេលដែលយើងកាត់វាខ្លីៗមកគឺបំពងគឺភាគច្រើនសាយ៉នឹងស្រួយបានយូរសម្រាប់សាយ៉នេះគឺខ្ញុំមូលរបៀបវែងដូចខ្ញុំបង្ហាញអញ្ចឹងណាខ្ញុំអត់មានបត់ចេញជារាងសាយ៉ដូចគេលក់ឬក៏គេធ្វើញ៉ាំទូទៅទេដោយសារតែលើកនេះគឺខ្ញុំមូលរបៀបលក្ខណៈវែងហើយខ្ញុំកាត់វាខ្លីៗបើអ្នកទាំងអស់គ្នាចង់បានសាយ៉ពេលដែលយើងបំពងហើយទុកយូរម៉ោងនៅតែស្រួយគឺយើងត្រូវការមូលសាយ៉នឹងឲ្យបានច្រើនជាន់ពេលដែលយើងបំពងហើយទុកយូរម៉ោងក៏នៅតែស្រួយដែរវាអត់ទន់មកវិញទេតែបើយើងរុំតិចជាន់ពេកបំពងហើយវាស្រួយមែនប៉ុន្តែយើងទុកតែ1ម៉ោង2ម៉ោងសាយ៉នឹងឡើងទន់ហើយអញ្ចឹងវាអត់ឆ្ងាញ់ទេកន្លែងហ្នឹងគឺជាតិចនិចមួយសម្រាប់អ្នកដែលមូលសាយ៉ព្រោះអីអ្នកខ្លះក៏អត់ដឹងដែរមូលស្ដើងពេកគឺធ្វើឲ្យទន់មែនបន្ទាប់ពីមូលបានរួចរាល់ហើយអញ្ចឹងខ្ញុំនឹងយកវាទៅកាត់ជាដុំខ្លីៗពេលកាត់អ្នកទាំងអស់គ្នាអាចទៅរៀបជួរ3ជួរដូចខ្ញុំបង្ហាញក៏បានដែរហើយបើអ្នកទាំងអស់គ្នាអត់ចង់កាត់ដូចខ្ញុំយកកន្ត្រៃកាត់ក៏បានដែរប៉ុន្តែកាត់របៀបខ្ញុំនឹងគឺស្រួលហើយលឿនទៀតសម្រាប់សាយ៉ពេលដែលយើងមូលច្រើនអញ្ចឹងគឺយើងញ៉ាំអត់អស់ទេអញ្ចឹងយើងអាចតម្រៀបវាដាក់ចូលក្នុងថង់ហើយដាក់ចូលក្នុងទូកកបានពេលដែលយើងត្រូវការញ៉ាំគឺលើកទាំងកកមកដាក់បំពងអ្នកទាំងអស់គ្នាធ្វើអញ្ចឹងបានសាយ៉យើងនៅស្រួយដដែលប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាដកចេញពីទូកកហើយទុកវាត្រជាក់បានយកទៅបំពងសាយ៉យើងអត់ស្រួយទេហើយទន់អែហើយសាយ៉ដែលខ្ញុំបំពងនេះគឺជាសាយ៉ដែលខ្ញុំដកចេញពីទូកកហើយនៅកកទាំងអស់ហើយខ្ញុំដាក់បំពងចូលទៅក្នុងហ្នឹងពេលបំពងអញ្ចឹងគឺសាយ៉យើងនៅតែស្រួយហើយឡើងរឹងឆ្ងាញ់តែម្ដងព្រោះអីបងប្អូនមួយចំនួនក៏នៅអត់ទាន់ដឹងដែរពេលដែលយកសាយ៉ទៅដាក់ក្នុងទូកកហើយគាត់ចង់បំពងញ៉ាំគាត់ដកចេញពីទូកកហើយទុកសាយ៉នឹងឲ្យរលាយអស់បានគាត់យកមកបំពងដល់ពេលបំពងទៅគឺអត់ល្អហើយវាទន់វាខូចអស់ណាហើយអត់ឆ្ងាញ់ទៀតការពិតអ្នកទាំងអស់គ្នាគួរតែយកវាមកបំពងទាំងកកអញ្ចឹងហើយធ្វើឲ្យសាយ៉យើងនៅតែរូបរាងស្អាតហើយនៅតែឆ្ងាញ់ហើយនេះគឺជាសាយ៉ដែលខ្ញុំបានបំពងរួច
សាយ៉នេះគឺសុទ្ធតែសាយ៉កកទេប៉ុន្តែខ្ញុំយកវាមកបំពងអញ្ចឹងណាព្រោះអីយើងមាននៅក្នុងទូទឹកកកស្រាប់ពេលដែលយើងចង់ញ៉ាំអញ្ចឹងយើងដកប្រហែលជា10ដុំឬក៏10ដុំលើសបន្តិចអីចឹងយកបំពងញ៉ាំភ្លាមៗអញ្ចឹងវាឆ្ងាញ់ណា